យើងចង់ចាក់ទឹកពីលើអីក៏វាអត់លុបដែរអញ្ចឹងមួយរយៈសាបបានរាប់រយឆ្នាំមានមរេញភ្លើងលាយជាមួយជើទឹកម្រេញភ្លើងមរេញភ្លើងដែលយើងដុតចង្គៀងហើយយើងយកអាកំតិចខ្មៅវាណាចាយកមកលាយជាមួយជើទឹកចាការងាររបស់កូនប្រុសចាហើយភាគច្រើនគឺជាប្រសង់អ្នកចេះចាមិនមែនជាប្រសក់ហើយក៏មិនមែនជាកូនស្រីដែរតែខ្ញុំកំណត់កើតជាមកគឺកំណត់ខ្ញុំគឺចេញមកគឺខ្ញុំចង់តែម្ដងខ្ញុំលួចហ៎បងខ្ញុំរួចរៀនណាខ្ញុំទៅសាលារៀនខ្ញុំយកស្លឹកខ្លីៗឲ្យទៅរៀនចាទៅរៀនចាពេលដែលចេះឲ្យបើខ្ញុំបង្ហាញខ្ញុំមិនត្រឹមតែចេះចាទេវាប្រសើរជាងគាត់ថាខ្ញុំចេះចាយន់ទៀតចាមើលគំរូដឹងឲ្យយើងធ្វើបានអានេះជានិស័យជាដងជានិស័យនេះយកស្នាប់ដៃដាក់លើកំភ្លៅអូនយកដៃចាមកដាក់លើមេដៃអូនយកដៃចាមកដាក់លើមេដៃអូនខ្វៀកអូនចង់សេអសកស្អីអូនខ្វៀកចេះនេះស្លឹកណាដល់ពេលអាកាសធាតុត្រជាក់ភ្លៀងស្លឹកយើងវាល្អួតហើយវាស្វិតវាពិបាកចាហើយយើងចាយើងសេរីដៃចាយើងបើសិនជាមេឃក្តៅស្រួលចាស្រួលហើយក៏ហានិភ័យទាំងស្លឹកស្រួយដែរចាដល់ពេលអញ្ចឹងយើងអត់បានសេរីដៃចាក៏ចាបិចយើងធ្វើណាហ្នឹងធ្វើពីឈើអីដែរបងយើងអាចធ្វើពីឈើធម្មតាក៏បានហើយសំខាន់គឺយើងដាក់មកចូលក្នុងឈើបានយើងចាបណាអូចាតើយើងដាក់មកចូលទៅក្នុងឈើដែរចាអានោះអាឡងមានពោះមានខ្នងចាស្លឹករឹតដូចស្លឹកសភៅចឹងឯងមានមួយខាងអាឡងមួយខាងក្រើមចាស្លឹករឹតយើងទៅសេក្រោមបតតប៉ុន្តែសភៅស្លឹកសភៅយើងទៅសេលើបតតចាខុសគ្នារបៀបក្នុងការទៅសេគោលបំណងយើងតាំងនេះសម្រាប់ឲ្យក្មេងចំនួនក្រោយគាត់ស្គាល់ហើយចាសម្រាប់បង្ហាញដល់ភ្ញៀវទេសចរផងដែរហើយបើយើងមានរឿងខ្លួនយើងចង់ក្រងទុកឲ្យបានយូរដល់100ឆ្នាំយើងអាចយកសាច់រឿងរបស់យើងមកចាដាក់ក្នុងស្លឹករឹតបានយើងទុកបានតកូនតចៅចាអត់ងាយបាត់បង់តាណាទេកុំឲ្យតែភ្លើងឆេះចាចុះកណាត់អីគេបងប្អូនអានេះជាស្រោមកំពីដល់ពេលយើងចារួចហើយយើងរៀបចំរួចហើយយើងដាក់ស្រោមកំពីឲ្យរំចាសូមស្រោមកំពីនេះគឺយើងធ្វើពីតំណងស្លឹករឹតដែរនោះអានោះឲ្យតដេកណាត់រំចាជាតំណងឆ្អឹងស្លឹកទាំងអស់នឹងឯងមានមរេញភ្លើងលាយជាមួយជើទឹកម្រេញភ្លើងមរេញភ្លើងដែលយើងដុតចង្គៀងហើយយើងយកអាកំតិចខ្មៅវាណាចាយកមកលាយជាមួយជើទឹកចាហើយយើងលាយឲ្យគាត់ជាបាយមកយើងយកមកជូតទៅលើអក្សរដែលយើងចារួចនេះអក្សរដែលខ្ញុំចារួចថ្ងៃមើលឃើញអត់ចាអូចាំអីលុបនេះអក្សរដែលខ្ញុំចាមិញណាហើយយើងជូតវាចេញមកនេះឃើញអក្សរច្បាស់យើងចង់ចាក់ទឹកពីលើអីក៏វាអត់លុបដែរអញ្ចឹងមួយរយៈសាបបានរាប់រយឆ្នាំសភៅយើងសាកចាក់បើមិនផុយរលួយអស់ចានេះអូណាសោះពេលមកឃើញផ្ទាល់ផ្នែកស្ដាប់ឲ្យព្រឺសវល់ណាសោះមីអូនតាយើងដែលគាត់បានបន្សល់ទុកឲ្យវាអស់ចាមែនតើទៅខ្មែរយើងគឺអស់ចាបងព្រោះខ្ញុំឥឡូវគេទាំងសាងខាចង់ថាអីពីមុនដែលខ្ញុំអត់ដឹងពេលដែលបានមកឃើញផ្ទាល់ផ្នែកចេះមកឃើញបងចេះទៅធ្វើឲ្យខ្ញុំឡើងព្រឺសវល់ហ្មងវាអារម្មណ៍ថាដូនតាយើងអស់ចាខ្លាំងមែនតើអានេះមិនមែនថាខ្ញុំចេះមិនមែនមានគ្រូទេខ្ញុំឪពុកខ្ញុំគាត់អ្នកចេះចាហើយការងារនេះជាការងាររបស់កូនប្រុសចាហើយភាគច្រើនគឺជាប្រសង់អ្នកចេះចាមិនមែនជាប្រសក់ហើយក៏មិនមែនជាកូនស្រីដែរតែខ្ញុំកំណត់កើតជាមកគឺកំណត់ខ្ញុំគឺចេញមកគឺខ្ញុំចង់តែម្ដងខ្ញុំលួចហ៎បងខ្ញុំរួចរៀនណាខ្ញុំទៅសាលារៀនខ្ញុំយកស្លឹកខ្លីៗឲ្យទៅរៀនចាទៅរៀនចាពេលដែលចេះឲ្យបើខ្ញុំបង្ហាញខ្ញុំមិនត្រឹមតែចេះចាទេវាប្រសើរជាងគាត់ថាខ្ញុំចេះចាយន់ទៀតចាមើលគំរូដឹងឲ្យយើងធ្វើបានអានេះជានិស័យជាដងជានិស័យនេះជានាមបានសម្រាប់អ្នកស្លឹករឹតគឺនាមបានគឺជាស្លឹករឹតយើងជួយបងដើមនេះមិននៅស្រះគេហៅអីគេបងដើមត្រាំងចាតម្រាំដែលចេញទៅដែលជាហៅស្លឹករឹតហ្នឹងទៅរបៀបធ្វើដំណាក់កាលធ្វើនីមួយៗហ៎បងដំណាក់សម្រាប់យើងបានចេញជាសត្រាស្លឹករឹតវាយូរវាច្រើនដំណាក់កាលយើងទៅកាប់ហើយយើងកាប់ពីដើមហើយយើងយកទៅហាលថ្ងៃហើយស្ងួតយើងជាតំណងចេញយើងជាតំណងរួចហើយយើងយកទៅហាលសើមហើយយើងជូតសម្អាតជូតចងហើយយើងគៀបទុករួចហើយយើងជូតសម្អាតម្សាទៀតរួចហើយយើងយកទៅឆ្អើរភ្លើងរួចហើយយើងយកទៅចោះប្រហោងហើយយើងឈូស
យើងឈូសតម្រឹមទៅតាមຂនាតដែលយើងត្រូវចារួចហើយយើងវាយបន្ទាត់ចាប់ផ្ដើមចាយើងចារួចហើយចាប់ផ្ដើមលុបរួចហើយចាប់ផ្ដើមផ្ទៀងរួចហើយខុសត្រូវរួចហើយចាប់ផ្ដើមឈូសម្ដងទៀតទឹកថ្នាំម្ដងទៀតរួចហើយយើងដាក់ខ្សែយើងដាក់ក្របឈើរួចវាច្រើនដំណាក់កាលរយៈពេលនៃការចាបើច្បាប់ធំនឹងក្រោយខ្នងរបស់ខ្ញុំនេះបើម្នាក់ឯងចា6ខែកន្លះឆ្នាំបានរួចចាម្នាក់ឯងបើយើងចាចូលដៃគ្នារឿងយូររឿងលឿនបន្តិចចាវាយូរទាំងរយៈពេលនៃការធ្វើស្លឹកយូរទាំងរយៈពេលនៃការចាព្រោះចាមួយថ្ងៃមិនបានអ្នកដែលលឿនបំផុតអត់ដែលធ្វើអីសោះមួយថ្ងៃក៏អាចប្រឹងបាន4ស្លឹកទៅ5ស្លឹកតែថាយើងអារម្មណ៍អត់ល្អអត់សូវស្រួលខ្លួនទេចាមួយថ្ងៃបានតែ1ស្លឹកទេ